สุดท้ายผมบอกว่าไทยนี่ខ្ញុំបងរៀនអំពីរបៀបដូរឈ្មោះ Facebook page ពួកបងប្អូននេះគឺជា Facebook page របស់ខ្ញុំបាទដែលខ្ញុំបង្កើតយូរហើយប៉ុន្តែញ៉ាំដែរបានផុសទេទើបតែយកមកផុសឥឡូវយើងត្រូវដូរឈ្មោះនឹងចេញបងប្អូនអូខេដែលយើងត្រូវការដាក់ឈ្មោះផ្សេងពួកបងប្អូនឥឡូវយើងចូលនេះសម្រាប់ទូរស័ព្ទ iOS បងប្អូនគឺវាចេញចម្លងបែបនេះបងប្អូនជាមួយបងប្អូនចូល account page យើងដែលយើងត្រូវការដូរឈ្មោះមកបន្ទាប់មកយើងចុចខាងត្រេ3បងប្អូនដោយសារទូរស័ព្ទ iPhone ខ្ញុំវាចេញត្រេ3ដល់នេះអញ្ចឹងយើងចុចមកខាងហ្នឹងមកនេះលើហ្នឹងមកអូខេវាចេញចម្លងបែបនេះយើងអូសមកលើយើងរកពាក្យកន្លែង setting and privacy ទៅហ្នឹងមកបន្ទាប់មកយើងចុចកន្លែង setting មួយទៀតនេះអូខេវាចេញចម្លងបែបនេះយើងអូសមកលើបងប្អូនហើយយើងទៅរកពាក្យ page នេះបងប្អូនពាក្យរូប page ចុចហ្នឹងមករូបទង់ជាតិហ្នឹងអូខេវាចេញចម្លងបែបនេះពុកម៉ែបងប្អូនចាំ replace internet អូខេមកដល់កន្លែងនេះចុចខាងលើ name មកបើដល់នេះកន្លែងនេះគឺឈ្មោះចាស់ខ្ញុំចង់លុបអាហ្នឹងចេញហើយយើងដាក់ឈ្មោះថ្មីអានចឹងមកយើងលុបឲ្យចេញហ្នឹងហើយ can តែប៉ុណ្ណឹងមកហើយបងប្អូនតោះមកយើងចុច done ហើយយើងចុច remove change ក្រោមហ្នឹងមកអូខេចឹងវាចេញចម្លងបែបនេះបងប្អូនដោយសារតែយើងដូរហើយយើងចុចនេះមកហ្នឹងមកអូខេបងប្អូនមកដល់ចំណុចនេះគឺហើយជាការស្រេចបងប្អូនដោយសារតែដូរបានឬដូរមិនបានអាស្រ័យទៅលើក្រុមហ៊ុន Facebook ដែលគេពិនិត្យឲ្យយើងអញ្ចឹងបន្ទាប់ពីផលតម្រង់ហ្នឹងឲ្យបងប្អូនចុចចេញវិញមកឬយើងចុចថយក្រោយមកអូខេយើងដូរហើយតោះមកយើងអូសចឹងមើលយើងអូសថាឈ្មោះហ្នឹងដូរហើយនៅយើងអូសចឹងមកឲ្យ load សិនអញ្ចឹងបើសិនជាអត់ឃើញបងប្អូនចាំមួយថ្ងៃឬក៏2ថ្ងៃសិនចាំមើលថាគេដូរឲ្យអត់បងប្អូនព្យាយាមអញ្ចឹងដោយសារតែក្រុមហ៊ុន Facebook អាប់ដេតអញ្ចឹងទៅដូរឈ្មោះរឿងយូរបន្តិចយើងអូសចឹងមកណាបងប្អូនឥឡូវវីដេអូនេះមានប៉ុណ្ណឹងបើសិនជាមានប្រយោជន៍កុំភ្លេចចុច follow ខ្ញុំមួយផង like មួយផងបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ